តែអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកមុជទឹកខ្លះពេលឡើងមកដល់លើគោកភ្លាមត្រូវគេប្រញាប់ដោះសម្លៀកបំពាក់ចេញទាំងប្រញាប់ប្រញាល់បែបនេះវាមិនមែនមកពីពួកគេហត់ខ្លាំងពេកនោះទេប៉ុន្តែវាគឺជាការដណ្ដើមជីវិតពីសេចក្តីស្លាប់នៅក្រោមទឹកជ្រៅអ្នកមុជទឹកមិនបានដកដង្ហើមយកអុកស៊ីសែនសុទ្ធឡើយតែគឺជាខ្យល់ដែលមានលាយដោយឧស្ម័នអាសូតនៅពេលដែលពួកគេចុះទៅកាន់តែជ្រៅសម្ពាធទឹកកាន់តែខ្លាំងបណ្ដាលឲ្យឧស្ម័នអាសូតទាំងនោះរលាយចូលទៅក្នុងឈាមនិងជាការសាច់ទុំគ្រោះថ្នាក់បំផុតគឺនៅពេលដែលងើបឡើងលើគោកប្រសិនបើឡើងមកលឿនពេកសម្ពាធធ្លាក់ចុះភ្លាមធ្វើឲ្យអាសូតដែលនៅក្នុងឈាមក្លាយជាពពុះខ្យល់ដូចយើងក្រឡុកដបពពុះខ្យល់ទាំងនេះនឹងនៅស្ទាក់សរសៃឈាមដែលបណ្ដាលឲ្យឈឺសន្លាក់ខ្លាំងខូចខាតខួរក្បាលឬអាចឈានដល់ការបាត់បង់ជីវិតភ្លាមនេះហើយដែលគេហៅថាជំងឺកកឈាមក្នុងសរសៃឈាមដូច្នេះហើយពួកគេត្រូវតែប្រញាប់ចូលទៅក្នុងទូសម្ពាធ The Compression Chamber ដើម្បីដំឡើងសម្ពាធឡើងវិញនិងបញ្ចេញឧស្ម័នអាសូតមកក្រៅយឺតតែមួយជំហានអាចនឹងបាត់បង់ជីវិត